មុនពេលសោយទីវង្គតអត្រេកលីវប៉ៃធ្លាប់បានក្រានរំលឹកជូកលៀងអំពីការប្រើប្រាស់ម៉ាស៊ូដោយចឹងដឹងបន្ថែមតាមដានអេពីសូតមួយនេះម៉ាស៊ូគឺជាប្អូនប្រុសពៅរបស់ម៉ាលៀងដែលជាមន្ត្រីជាន់ខ្ពស់នៃនគរស៊ូហានគ្រួសារនេះមានបងប្អូនទាំងអស់5នាក់ដែលសុទ្ធតែជាអ្នកដែលមានទេពកោសល្យដំបូងឡើយម៉ាស៊ូបានតាមលីវប៉ៃចូលទៅកាន់នគរស៊ូក្នុងនាមជាមន្ត្រីមកពីតំបន់ជីងជូលោកធ្លាប់បានកាន់តំណែងជាចៅហ្វាយស្រុកមានជូនិងជាអ្នកគ្រប់គ្រងខេត្តយាស៊ីម៉ាស៊ូមានទេពកោសល្យខ្ពស់និងមានចិត្តទូលាយហើយលោកចូលចិត្តពិភាក្សាអំពីយុទ្ធសាស្ត្រយោធាជូកលៀងដែលជាឧបរាជនៃនគរស៊ូហានបានឲ្យតម្លៃខ្ពស់ចំពោះគាត់យ៉ាងខ្លាំងនៅឆ្នាំ223នៃគ្រិស្តសករាជអធិរាជនៃនគរស៊ូហានលីវប៉ៃនៅគ្រាដែលទ្រង់ចិត្តចូលទីវង្គតបានដាស់តឿនជូកលៀងថាពាក្យសម្ដីរបស់ម៉ាស៊ូគឺហួសហេតុនិងអស្ចារ្យពេកអ្វីដែលគាត់និយាយគឺលើសលប់ពីការពិតហើយគាត់ខ្វះសមត្ថភាពជាក់ស្ដែងអ្នកត្រូវតែពិនិត្យមើលគាត់ឲ្យបានដិតដល់ជាងនេះទោះជាយ៉ាងណាក៏ដោយជូកលៀងយល់ថាការវិតម្លៃនេះមិនត្រឹមត្រូវទេហើយលោកនៅតែបន្តមានទំនុកចិត្តយ៉ាងខ្លាំងចំពោះម៉ាស៊ូដោយតែងតាំងជាទីប្រឹក្សាយោធាជាទូទៅជូកលៀងតែងតាំងជជែកពិភាក្សាអំពីយុទ្ធសាស្ត្រយោធាជាមួយម៉ាស៊ូរហូតដល់យប់ជ្រៅនៅឆ្នាំ225នៃគ្រិស្តសករាជឧបរាជជូកលៀងបានសម្រេចចិត្តដឹកនាំទ័ពទៅបង្ក្រាបការបះបោរម៉ាស៊ូបានជួនដំណើរលោកចម្ងាយរាប់សិបគីឡូជូកលៀងក៏បាននិយាយថាទោះបីជាយើងបានរៀបចំផែនការរឿងនេះជាមួយគ្នាអស់ជាច្រើនឆ្នាំក៏ដោយប៉ុន្តែនៅថ្ងៃនេះខ្ញុំសូមឲ្យលោកស្នើឡើងនូវយុទ្ធសាស្ត្រល្អមួយទៀតម៉ាស៊ូក៏បានឆ្លើយថាតំបន់ណានចុងពឹងផ្អែកលើភូមិសាស្ត្រដ៏លំបាកនិងចម្ងាយផ្លូវឆ្ងាយការបះបោរនិងការមិនព្រមចុះចូលរបស់ពួកគេបានអស់បន្លាយយូរមកហើយទោះបីជាយើងគំទេចពួកគេនៅថ្ងៃនេះក៏ដោយក៏ពួកគេនឹងបះបោរម្ដងទៀតនៅថ្ងៃស្អែកបច្ចុប្បន្នយើងកំពុងតែរៀបចំប្រមូលកម្លាំងដើម្បីធ្វើការវាយលុកទៅភាគខាងជើងប្រឈមមុខនឹងសត្រូវដ៏ខ្លាំងក្លាប្រសិនបើក្រុមឧទាមដឹងថាផ្ទៃក្នុងរបស់នគរយើងខ្សោយពួកគេនឹងបង្កើនការបះបោរកាន់តែខ្លាំងប្រសិនបើយើងសម្លាប់ពួកគេទាំងអស់ដើម្បីកម្ចាត់បញ្ហានៅថ្ងៃមុខវាមិនមែនជាសកម្មភាពរបស់មេដឹកនាំដែលមានគុណធម៌នោះទេហើយក៏មិនអាចសម្រេចបានលឿនដែរទ្រឹស្ដីនៃសង្គ្រាមគឺការវាយប្រហារលើផ្លូវចិត្តគឺជាវិធីសាស្ត្រខ្ពង់ខ្ពស់បំផុតរីឯការវាយលុកក្រុងគឺជាវិធីសាស្ត្របន្ទាប់សង្គ្រាមចិត្តសាស្ត្រគឺខ្ពង់ខ្ពស់ហើយការប្រយុទ្ធផ្ទាល់គឺជាជម្រើសចុងក្រោយខ្ញុំសង្ឃឹមថាលោកឧបរាជអាចធ្វើឲ្យពួកគេចុះចូលដោយស្មោះត្រង់ចុះជូកលៀងបានអនុវត្តតាមយោបល់របស់ម៉ាស៊ូបន្ទាប់ពីចាប់បានមេដឹកនាំឧទាមម៉ឹងហ៊ូបានហើយលោកក៏បានលើកលែងទោសឲ្យប្រជាជននៅតំបន់ភាគខាងត្បូងមានការជឿជាក់យ៉ាងស្មោះត្រង់ហើយក្នុងរយៈកាលដែលជូកលៀងនៅរស់តំបន់ភាគខាងត្បូងមិនដែលបះបោរទៀតឡើយនៅឆ្នាំ228នៃគ្រិស្តសករាជជូកលៀងបានដឹកនាំកងទ័ពធ្វើការវាយលុកទៅភាគខាងជើងលោកបានបញ្ជាឲ្យចៅអ៊ីងនិងតាំងជឺធ្វើជាកងទ័ពបញ្ឆោតដោយកាន់កាប់តំបន់ជីគូលោកផ្ទាល់បានដឹកនាំកងទ័ពសំខាន់ចំនួន100,000នាក់ដោយផ្ទាល់ដើម្បីវាយលុកដល់ភ្ញាក់ផ្អើលលើភ្នំជីសានដែលកាន់កាប់ដោយកងទ័ពអ៊ុយនៅពេលនោះកងទ័ពវាយលុកភាគខាងជើងមានមេទ័ពជើងចាស់ដែលមានបទពិសោធន៍ប្រយុទ្ធយ៉ាងក្រាស់ក្រែលដូចជាអ៊ុយយិននិងអ៊ូអ៊ីកងទ័ពទាំងអស់យល់ថាម្នាក់នៅក្នុងចំណោមមេទ័ពទាំងនេះគួរតែធ្វើជាមេទ័ពជួរមុខទោះជាយ៉ាងណាក៏ដោយជូកលៀងបានសម្រេចចិត្តផ្ទុយពីមតិភាគច្រើនហើយតែងតាំងម៉ាស៊ូជាមេទ័ពជួរមុខដោយបញ្ជាកងទ័ពជួរមុខនៅពេលដែលឆៅរួយអធិរាជនៃនគរអ៊ុយបានដឹងអំពីការវាយលុកមកភាគខាងជើងរបស់ស៊ូហានលោកបានដំឡើងតំណែងមេទ័ពចាងហឺឲ្យកាន់តំណែងជាន់ខ្ពស់និងបានបញ្ជាឲ្យគាត់ដឹកនាំកងទ័ពចម្រុះដើម្បីរារាំងម៉ាស៊ូនៅជាធៀងពេលដែលទៅដល់ជាធៀងម៉ាស៊ូមិនបានអនុវត្តតាមផែនការប្រយុទ្ធដែលជូកលៀងបានរៀបចំទុកមុននោះទេលោកបានដឹកនាំកងទ័ពទៅបោះជំរំនៅលើភ្នំខាងត្បូងដ៏ខ្ពស់ជំនួសឲ្យការកាន់កាប់នៅជើងភ្នំតាមផែនការរបស់ជូកលៀងវ៉ាងភៀងដែលជាមេទ័ពក្រោមបង្គាប់របស់ម៉ាស៊ូបានដាស់តឿនម៉ាស៊ូជាច្រើនដងកុំឲ្យធ្វើបែបនេះប៉ុន្តែម៉ាស៊ូមិនព្រមស្ដាប់ឡើយចុងក្រោយមេទ័ពអ៊ុយគឺចាងហឺបានកាត់ផ្តាច់ផ្លូវផ្គត់ផ្គង់ទឹករបស់កងទ័ពស៊ូកងទ័ពស៊ូបានរងការបរាជ័យយ៉ាងធ្ងន់ធ្ងរក្រោមការវាយលុករបស់កងទ័ពអ៊ុយហើយទាហានក៏បានបែកបាក់គ្នាមានតែទាហានប្រហែល 1000 នាក់ដែលដឹកនាំដោយវ៉ាងភៀងប៉ុណ្ណោះដែលនៅឈរជើងដដែលដោយវាយស្គរដើម្បីរក្សាទម្រង់កងទ័ពចាងហឺមានការសិទ្ធិក៏មិនហ៊ានចូលវាយលុកដែរបន្ទាប់មកវ៉ាងភៀងក៏បានប្រមូលទាហានពីជំរំនានាហើយដឹកនាំពួកគេត្រឡប់ទៅដោយសុវត្ថិភាពជាមួយនឹងការបាត់បង់តំបន់ជាធៀងកងទ័ពរបស់ជូកលៀងបានបាត់បង់មូលដ្ឋានជួរមុខរបស់ខ្លួនហើយមានតែជំរឿត្រូវដកថយទៅកាន់ហាន់ចុងវិញតែប៉ុណ្ណោះបន្ទាប់ពីវិលត្រឡប់មកដល់វិញជូកលៀងបានឃុំខ្លួនម៉ាស៊ូនិងបញ្ជាឲ្យគេប្រហារជីវិតម៉ាស៊ូ
ការធ្វើប្រហែសរបស់ម៉ាស៊ូបាននាំឲ្យបាត់បង់ជាធីងដែលជាហេតុធ្វើឲ្យជូកលៀងសម្រេចចិត្តប្រហារជីវិតម៉ាស៊ូទាំងទឹកភ្នែកនៅគ្រាដែលម៉ាស៊ូត្រូវប្រហារជីវិតទាហានស៊ូមួយសែននាក់បានយំសោកអឡោះអាល័យចំពោះលោកជូកលៀងក៏បានចូលរួមពិធីគ្រប់វិញ្ញាណក្ខន្ធដោយផ្ទាល់ហើយបានមើលថែកូនរបស់ម៉ាស៊ូដូចជាកូនបង្កើតរបស់ខ្លួនឯងដែរយោងលើជីវប្រវត្តិខ្លះៗយើងអាចនិយាយបានថាម៉ាស៊ូមិនមែនជាមនុស្សដែលគ្មានសមត្ថភាពនោះទេគាត់មានចំណេះដឹងជ្រៅជ្រះខាងយុទ្ធសាស្ត្រនិងយុទ្ធវិធីការដែលជូកលៀងតែងតែជជែកពិភាក្សាជាមួយគាត់រហូតដល់យប់ជ្រៅបង្ហាញថាម៉ាស៊ូមានសមត្ថភាពវិភាគនិងមានគំនិតច្នៃប្រឌិតខ្ពស់យុទ្ធសាស្ត្ររបស់គាត់ក្នុងការបង្ក្រាបតំបន់ណានចុងដោយប្រើចិត្តសាស្ត្រគឺជាស្នាដៃដ៏អស្ចារ្យដែលធ្វើឲ្យតំបន់បាបោលែងបាបោទៀតនេះបង្ហាញថាគាត់ជាមនុស្សដែលមានចក្ខុវិស័យវែងឆ្ងាយក្នុងការគ្រប់គ្រងចំណុចខ្សោយរបស់គាត់គឺភាពក្អេងក្អាងនិងការប្រកាន់ខ្ជាប់នៅទ្រឹស្ដីនេះគឺជាចំណុចខ្សោយដ៏ធំបំផុតរបស់គាត់បានអានសៀវភៅយុទ្ធសាស្ត្រច្រើនប៉ុន្តែខ្វះបទពិសោធន៍ជាក់ស្ដែងនៅសមរភូមិជាធីងគាត់បានសម្រេចចិត្តបោះជំរំលើភ្នំដោយផ្អែកលើទ្រឹស្ដីដែលថាទីខ្ពស់អាចមានប្រៀបលើសត្រូវប៉ុន្តែគាត់ភ្លេចគិតពីកត្តាជាក់ស្ដែងដូចជាប្រភពទឹកដែលជាកត្តារស់រានមានជីវិតរបស់កងទ័ពមួយវិញទៀតទោះបីជាវ៉ាងភៀងដែលជាមេទ័ពមានបទពិសោធន៍បានដើរតឿនជាច្រើនដងក៏ដោយក៏ម៉ាស៊ូនៅតែប្រកាន់ចំហខ្លួនឯងនេះបង្ហាញពីភាពរឹងរូសដែលនាំទៅដល់ការវិនាសនៃកងទ័ពករណីនេះអាចថាជាកំហុសរបស់ជូកលៀងខ្លះដែរតែបានដឹងពីចំណុចខ្សោយរបស់ម៉ាស៊ូដែលយោងតាមសម្ដីដើរតឿនរបស់លីវប៉ៃប៉ុន្តែលោកនៅតែផ្ដល់ឱកាសនេះអាចចាត់ទុកថាជាកំហុសនៅក្នុងការគ្រប់គ្រងមនុស្សរបស់ជូកលៀងដែលយកការស្រឡាញ់រាប់អាននិងមនោសញ្ចេតនាផ្ទាល់ខ្លួនមកដាក់លើតំណែងយុទ្ធសាស្ត្រដ៏សំខាន់បែបនេះសរុបមកម៉ាស៊ូគឺតំណាងនៃមនុស្សដែលមានចំណេះដឹងខ្ពស់ប៉ុន្តែខ្វះបទពិសោធន៍ជាក់ស្ដែងគាត់ជាអ្នកយុទ្ធសាស្ត្រនៅលើក្រដាសដែលជោគជ័យក្នុងការផ្ដល់យោបល់ប៉ុន្តែបរាជ័យនៅពេលដែលត្រូវចូលអនុវត្តជាក់ស្ដែងក្នុងសមរភូមិរឿងរ៉ាវរបស់គាត់បានបង្រៀនឲ្យយើងដឹងថាការចេះទ្រឹស្ដីមិនស្មើនឹងការចេះអនុវត្តទេការប្រកាន់ខ្លួនឬក៏អំនួតចំណេះដឹងរបស់ខ្លួនពេកអាចនាំឲ្យមានគ្រោះថ្នាក់